សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតដល់អាជ្ញាធរក្រុងស្រុកឃុំសង្កាត់និងម្ចាស់ស្ថានីយ៍ផលិតផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ឆ្នាំងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតដល់អាជ្ញាធរក្រុងស្រុកឃុំសង្កាត់និងម្ចាស់ស្ថានីយ៍ផលិតផលផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ឆ្នាំងត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី5ខែធ្នូឆ្នាំ2025ក្រោមអធិបតីភាពឯកឧត្តមអ៊ុំសុថារដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងលោកយ៉ងភិរមអភិបាលរងខេត្តកំពង់ឆ្នាំងព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកទិតវង្សវិសាលប្រធានមន្ត្រីឧស្សាហកម្មសិប្បកម្មបច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តកំពង់ឆ្នាំងនិងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់និងម្ចាស់ស្ថានីយ៍ផលិតនិងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ឆ្នាំងផងដែរមានប្រសាសន៍នៅក្នុងឱកាសនោះលោកយ៉ងភិរមអភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថាសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតនៅខេត្តកំពង់ឆ្នាំងក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងនិងការចូលរួមគាំទ្រពីកម្មវិធីភាពជាដៃគូកម្ពុជាអូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ Cambodia Australia Partnership for Resilient Economic Development ហៅកាត់ CAPRED ដោយផ្ដោតលើសមាជិកមកពីអាជ្ញាធរថ្នាក់ឃុំសង្កាត់ស្រុកក្រុងមន្ទីរជំនាញអង្គភាពនិងប្រតិបត្តិការទឹកស្អាតនៅក្នុងខេត្តកំពង់ឆ្នាំងយ៉ាងនេះដោយបានធ្វើការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពីច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតដែលជាច្បាប់ថ្មីមួយមានអាយុកាលជិត3ឆ្នាំគិតមកដល់ពេលនេះដល់អាជ្ញាធរមូលដ្ឋានឲ្យបានយល់ច្បាស់និងចូលរួមផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបន្ថែមទៀតឯកឧត្តមអ៊ុំសុថារដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានបញ្ជាក់ឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពនិងបានកំណត់វិស័យអត្ថប្រយោជន៍គន្លឹះចំនួន5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដែលក្នុងនោះទាំងគឺត្រូវបានរំកិលមកជាអត្ថប្រយោជន៍លំដាប់ទី3ដោយផ្ដោតលើរបៀបវារៈធានាប្រសិទ្ធភាពសមិទ្ធកម្មនិងអភិក្រមជីវភាពនៃប្រព័ន្ធទូអង្គតែមួយលើសពីនេះរាជរដ្ឋាភិបាលក៏បានកំពុងនឹងយកចិត្តទុកដាក់ជំរុញឲ្យសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ2016ដល់2030ដែលកំណត់ថាប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើទាំងអស់គ្នានៅត្រឹមឆ្នាំ2030គោលដៅនេះពាក់ព័ន្ធទៅនឹងអាណត្តិកិច្ចរបស់ក្រសួង2គឺក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងក្រសួងអភិវឌ្ឍជនបទដែលក្រសួងទាំងពីរនេះកំពុងសហការគ្នាយ៉ាងជិតស្និទ្ធធ្វើកិច្ចការនេះនិងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអន្តរជាតិព្រមទាំងវិស័យឯកជនឯកឧត្តមបានបញ្ជាក់ទៀតថាតាមរយៈសិក្ខាសាលានៅថ្ងៃនេះនឹងបានជាប្រយោជន៍ដល់ការពង្រឹងការអនុវត្តប្រកបដោយគតិយុត្តរបស់ជាតិយើងនិងចូលរួមជំរុញល្បឿនការអភិវឌ្ឍសូមកុំមានទស្សនៈចាត់ទុកច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតនេះជាច្បាប់ដោយឡែករបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ជាច្បាប់ជាតិដែលត្រូវមានការចូលរួមប្រតិបត្តិទាំងអស់គ្នាដើម្បីប្រយោជន៍សាធារណៈ